អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ Garden by the Bay ថាជាសួនច្បារធំហើយទំនើបមួយនៅកណ្ដាលទីក្រុងសង្ហបុរីដែលមានទំហំប្រហែល105ហិកតាតើអ្នកទាំងអស់គ្នាដឹងឬទេថាការសាងសង់នេះមានគោលបំណងធ្វើឲ្យទីក្រុងសង្ហបុរីក្លាយទៅជាទីក្រុងក្នុងសួនច្បារដែលហៅថា City in a Garden លើសពីនេះទៅទៀត Garden by the Bay ក៏បានផ្ដល់ឲ្យទីក្រុងសង្ហបុរីនៅអត្ថប្រយោជន៍ជាច្រើនដូចជា 1. ទេសចរណ៍និងសេដ្ឋកិច្ចវាបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំដែលជួយបង្កើនចំណូលដល់ប្រទេសសង្ហបុរីនិងក្លាយជាចំណុចសំខាន់ក្នុងការផ្សព្វផ្សាយអំពីប្រទេសសង្ហបុរីទៀតផង 2. បរិស្ថាននិងចីរភាព Garden by the Bay បានបង្កើតជាតំបន់បេតុងនៅកណ្ដាលទីក្រុងដែលជួយកាត់បន្ថយកម្ដៅនិងធ្វើឲ្យខ្យល់អាកាសបរិសុទ្ធគម្រោងនេះបានប្រើបច្ចេកវិទ្យាបៃតងដូចជា Super Tree Growth ដែលអាចបង្កើតថាមពលស្អាតបាន 3. សង្គមវាជាទីកន្លែងដែលអនុញ្ញាតឲ្យប្រជាជនសម្រាកកម្សាន្តដើរលេងហាត់ប្រាណដែលអាចជួយផ្សារភ្ជាប់ជាមួយធម្មជាតិវាព្រមទាំងមាននីតិជួយកាត់បន្ថយ stress របស់ប្រជាជននៅក្នុងទីក្រុងថែមទៀតផង 4. កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ Garden by the Bay ក្លាយជាអត្តសញ្ញាណប្រចាំប្រទេសដែលជួយឲ្យសង្ហបុរីត្រូវបានទទួលស្គាល់ថាជាទីក្រុងទំនើបនិងមាននិរន្តរភាពបៃតងហើយលើសពីនេះទៅទៀត Garden by the Bay ក៏ទទួលបានពានរង្វាន់អន្តរជាតិជាច្រើនដូចជា World Building of the Year និង UNESCO Award ផងដែរ